ជំរាបសួរគឺខ្ញុំមកដល់ទួលរ៉ៃដែរតែគឺព្រោះយើងមកកន្លែងតំបន់ស័ក្តិសិទ្ធិចឹងណាបងប្អូនដែលថាលើបងប្អូននៅទីនេះទាំងអស់គ្នាគឺថានៅទីនេះគឺរ៉ៃទួលនៅទីនេះគឺស័ក្តិសិទ្ធិមែនតើអញ្ចឹងបងប្អូនយើងអាចមកបន់ស្រន់សុំសេចក្តីសុខសេចក្តីចម្រើននិងសុំលៀបសុំចេះឬក៏ការងារប្រវត្តិរស់ស៊ីឬក៏រកគូអីអាចបាននៅទីចឹងណាបងប្អូនអញ្ចឹងខ្ញុំមកដល់ទីតាំងនេះហើយខ្ញុំអត់ទៅចូលមកកន្លែងដែលស័ក្តិសិទ្ធិទេចាអញ្ចឹងសូមថ្វាយបង្គំព្រះអង្គសិនចាហើយយើងទៅឲ្យធូបទាំងអស់គ្នាសិនបងប្អូនតាធូបសុំពរសុំជ័យសុំក្តីសុខទាំងអស់គ្នាហើយនរណាគេចង់បានគូបានអីណាអាចមកសុំគាត់បានតោះអ្នកអស់គ្នាសុំមុនខ្ញុំទៀតដល់បងប្អូនខ្ញុំសុំអីគេខ្លះខ្ញុំសុំប្តីមកតឹងគេchungហើយលឿនមើលបានហើយគឺជាកន្លែងការដាក់មួយដែលប្រចាំនៅក្នុងថ្ងៃនេះតើកូនចៅវាបានមកទួលបារាយអណ្ដែតមកបន់ស្រន់សុំក្តីសុខហើយនឹងបំណងប្រាថ្នាដែលចង់បានចានៅពេលនេះគឺខ្ញុំសុំពរសុំជ័យសុំលិបស្ការៈរួចរាល់ហើយសុំបំណងប្រាថ្នាខ្ញុំតែមួយគត់អញ្ចឹងជាគៀតនេះខ្ញុំសុំហើយបើសិនជាបានដោយសេចក្តីប្រាថ្នាមែនខ្ញុំនឹងសែនថ្វាយគាត់5មុខត្រឡប់ទៅវិញនៅលើកក្រោយទៀតចាអញ្ចឹងខ្ញុំមកសុំស័ក្តិសិទ្ធិជាមួយនឹងអ៊ំពូមីងដែលគាត់នៅទីនេះគឺគាត់ប្រាប់ថានៅព្រៃវែងនេះគឺមានតែចាអញ្ចឹងកូនចៅសុំមកសុំពរសុំជ័យពីព្រះអង្គហើយអញ្ចឹងសុំលោកតាហើយនឹងព្រះអង្គជួយបោកផ្លូវបោកពលឿឲ្យកូនចៅទទួលបានលិបស្ការៈដូចកូនចៅសុំពរប្រាថ្នាមែនផងចាហើយនៅទីនេះតើលើអំពូមីងក៏ប្រាប់ថានៅថ្ងៃទី14គឺសម្ពោធរូបអសនៈដែលមានរូបព្រះពុទ្ធរូបនៅទីនេះផ្ទាល់តែម្ដងចាអញ្ចឹងថ្ងៃទី13 14 15 3ថ្ងៃមានការលេងល្ខោនទៀតបងប្អូនពិតជាភ្ញាក់ផ្អើលមែនតើហើយលើកទី1ដែលខ្ញុំអត់ដែរដឹងថានៅទីនេះគឺមានការដែលមានវត្ថុស័ក្តិសិទ្ធិហើយលឺបងនិយាយតគ្នាខ្ញុំបានមកដល់ទីតាំងនេះខ្ញុំពិតជារីករាយសប្បាយចិត្តមែនតើហើយឥឡូវនេះគេកំពុងតែរៀបចំលាងដោះព្រះពុទ្ធរូបហ្នឹងឯងអ្នកនរគ្នាមើលគាត់លាងដោះដើរសិនណាតទៅឲ្យជុំដល់ទៀតអូនចាបងគាត់កាន់ធូបឲ្យតើអ្នកនរគ្នាមានមកកន្លែងទៀតដែលយើងត្រូវឲ្យធូបដូចគ្នាចាបងអរគុណច្រើនកន្លែងនេះយើងបានស្រន់ដូចគ្នាមែនបងព្រមសូមក្តីសុខសុខសប្បាយតាមផ្លូវចាគុណបងអរគុណចាយើងនឹងថាចាំលក់តក្នុងមានកន្លែងច្រើនទៀតចា
បងប្អូនខ្ញុំបានបនសនសូមត្រឡប់ទៅវិញសូមឲ្យមានសេចក្តីសុខសេចក្តីចម្រើនហើយយើងបន្តពីហ្នឹងគឺយើងនឹងសួរចាស់បន្ថែមទៀតថាមានរឿងអីកាត់ឡើងនៅទីនេះខ្លះបានគេម្នាក់ដើម្បីតគ្នាចាតោះបងប្អូនខ្ញុំទៅហើយលឿនជាងនេះ ខ្ញុំក៏ទឿមែនប៉ុន្តែខ្ញុំទៅឲ្យកលឿនជាងនេះដែរអូចង់មើលងាយហៀស្គមអត់ដល់ទីតាំងនឹងម្ដងទៀតមកចារៀបចំទួលគេមកបងខ្ញុំសុំសួរបងមួយបងអ្នកស្រុកនៅខេត្តព្រៃវែងមែនទេចាចឹងខ្ញុំចង់ដឹងថានៅនេះហេតុអីបានស័ក្តិសិទ្ធិដល់ថ្នាក់ហ្នឹងបាននាំគ្នាផ្អើដីមកសុំពោពីត្រឹមហ្នឹងចឹងណាបងដោយថាគេអ្នកបនស្រន់ចង់បានអីចង់បានកូនពិសេសបានដោយបំណងកូនបង្កនីហ្នឹងបងក៏មកសុំហ្នឹងអូចាបងចាអូហើយមានអីទៀតមានការរកស៊ីអីផ្សេងរកស៊ីដោយថាសុំឲ្យរកស៊ីសុំមកលក់របស់របរដាច់ហ្នឹងលក់ដាច់ដោយថាលក់ដីលក់អីគេបោកគេអីឲ្យគេសងចឹងដល់បានបរាជអូបងប្អូនខ្លាំងមកគាត់ខ្លាំងមែនចាហើយឥឡូវខ្ញុំសុំពីទីតាំងនឹងដែរខ្ញុំមកសុំសាកណាចាហើយទៅមើលថាខ្ញុំបានដូចបំណងដល់បានហើយយ៉ាអូច្បាស់បងសាទុចាសាទុបានដូចបំណងចាបងអរគុណច្រើនបងហើយអរគុណមែនទែនដែលបងណែនាំបងមកដល់ទីតាំងហ្នឹងហើយជាលើកទី1ដែលខ្ញុំមិនដែរស្គាល់សោះតែម្ដងហើយអានេះអារម្មណ៍ពិតហ្មងណាខ្ញុំមកដល់ទីតាំងនេះគឺសប្បាយចិត្តខ្លាំងមែនចាធ្វើបាទនិយាយរួមដល់ពេលដល់វេលាធ្វើបានមកបងបានដល់អត់មានគម្រោងទុកមុនណាថ្ងៃពេញមកខែចែកគេធ្វើបនស្រន់កម្មវិធីធំមកខេត្តព្រៃវែងហ្នឹងគេមកจากភូមិទូធំឯងមកជុំគ្នានៅនេះហើយនេះគេឆ្លងអាកន្លែងយើងតែពុតមិនចាហើយនឹងអរិយស្ពានគេឆ្លងទី13គេដាក់លខោនគេដាក់អីមានកម្មវិធីច្រើនលខោនខាងណាដែរបងមានដឹងទេអត់សូវដឹងដែរជាទូទៅលខោនដែរម្លេះនេះជាទូទៅលខោនភីសគុនភីដែលបើជាគេនៅកំពង់ចាមវត្តកោថ្ងៃទី11ហ្នឹងដល់ទី30មកអញ្ចឹងដឹងថាលខោនគេចូលចិត្តចូលលខោនដែលល្បីអញ្ចឹងចាល្អមើលរបស់គេមែនណាអ្នកមកមើលស្រុកហ្នឹងហ្មងប្រាប់អក្រាតទៅដាក់មុងទល់គឺមក6ផឹកបានចាប់3000ជារឿងនិយាយរួមរឿងវែងជាងរឿងភាគឥណ្ឌាទៀតយំដល់ពីប្រលប់ហែងដល់ម៉ោងភ្លឺម៉ោង7ហើយដងនេះដឹងថាគេលេងរឿងអីអត់អូមិនដឹងទេទៅអត់ដឹងទេបងណាទៅមើលទៅគេឃុំរោងតិចអង្គឃុំរោងតិចអង្គត្រូវផ្លៃផឹកនាមថាមើលលខោនមែនណាតែមិនមែនមើលលខោនទេទៅកន្លែងតុកផឹកមើលលខោនមើលមុខស្ងាត់ឈឺក្បាលបោះផឹកអត់អីហើយយើងភូមិ3វែងសាហាវអញ្ចឹងបងទៅជុំវិញនឹងបន្តទៀតដល់បងប្អូនយើងទៅមើលទីធ្លានៅជុំវិញនឹងជុំគ្នាហើយនៅនេះអ្នកនរគ្នាខ្ញុំភ្លេចប្រាប់អ្នកនរគ្នាមួយត្រីធំណាមានត្រីប្រាត្រីគេទៀតបងមិញសុំសួរមានទៀតអូលាប់យ៉ាមានលាប់យ៉ាពណ៌សពណ៌ក្រហមហើយមានដៃពណ៌សពណ៌ក្រហមមានគ្រប់បែបគ្រប់យ៉ាងអូធំណាបងណាចាហើយអ្នកលេងគឺគេលេងនៅត្រឹមហ្នឹងមែនបងចាគេចាំគេលេងត្រីគេខ្លះគេលេងដូចទៅត្រីលាប់យ៉ាត្រីដែងត្រីពោច្រើនណាត្រីពោត្រីអីត្រីទក់ទេនោះខ្ញុំឃើញទក់ហ្នឹងហើយត្រីដែងអីដាក់ឲ្យវាញ៉ាំវាស៊ីបានវាឡើងលើដល់ពេលអញ្ចឹងវាអត់ឃើញយើងអត់បានទិញអីមកអូធំហ្នឹងនិយាយទៅខ្ញុំមកលើកទី1ខ្ញុំអត់បានត្រៀមបំរុងអីទាំងអស់អ្នកទាំងអស់គ្នាខ្ញុំអធិស្ឋានណាពីព្រោះខ្ញុំអត់មានក្រងទុកឲ្យនឹងការមកដល់កន្លែងទីតាំងហ្នឹងទេដោយចៃដន្យឲ្យត្រូវលក្ខណៈនិស័យគេហៅថានិស័យបានអាចមកដល់ទីតាំងនេះហើយខ្ញុំក៏មកសុំបន់ស្រន់ពីព្រះអង្គដូចគ្នាដែរជាមួយនឹងលោកតាដែរថាបើសិនជាស័ក្តិសិទ្ធិមែនខ្ញុំនឹងមកថ្វាយជូនគាត់វិញអញ្ចឹងណាទាំងអស់គ្នាពេលខ្លះយើងអត់បានត្រៀមទុកទេប៉ុន្តែយើងមកដល់ទីតាំងហើយយើងបានមកដល់ទីកន្លែងស័ក្តិសិទ្ធិអញ្ចឹងខ្ញុំមានអារម្មណ៍ថាល្អខ្លាំងណាស់អ្នកនរគ្នាហ្នឹងហើយក៏សុំពរពីព្រះអង្គទាំងអស់គ្នាដែរតែជួយកូនចៅសុំឲ្យស័ក្តិសិទ្ធិរឿងរស់ស៊ីរឿងអីច្រើនទៀតតែខ្ញុំសុំតែមួយឯងតែការប៉ັດហ្នឹងហើយតិចទៀតហ្នឹងយើងនាំគ្នាទៅមើលទីធ្លាជុំគ្នាថាកន្លែងនេះមានអីគេខ្លះចាតោះពេលដែលខែទឹកលិចខ្ញុំសុំសួរបន្តិចណាខែទឹកលិចគឺលិចដល់កន្លែងហ្នឹងអត់ទេលិចដល់ទៅជានឹងអត់លិចទេអត់ហ្មងចាអត់សោះអត់ហ្មងផ្លូវក៏លិចអីក៏លិចជិះជូកជិះអីមកអ្នកបនច្រើនត្រូវដល់ពេលដល់ខែដល់ថ្ងៃគេមកដាក់គឺលិចតែផ្លូវទួលនឹងអត់លិចទេកន្លែងហ្នឹងអត់លិចហ្មងអូហើយរាល់ឆ្នាំហ្មងបងចឹងឆ្នាំអត់លិចសោះហើយអ្នកនៅលើទួលគឺមានមនុស្សរហូតគេនៅយាមរហូតចាអូមានអ្នកសម្រាប់នៅហ្នឹងដើម្បីមើលថែតួកន្លែងហ្នឹងមួយចា
ចាំបានន័យថាទីតាំងកន្លែងនេះគឺស័ក្តិសិទ្ធិពិតប្រាកដមែន ស័ក្តិសិទ្ធិណាស់ សូម្បីតែទឹកក៏អត់ជ្រាបចូលមកដល់ទីតាំងនេះដែរចា ហើយអ្នកសុំកូនក៏ចឹងដែរដល់ពេលសុំបានប្រាប់ថាបានអ្នកសុំមិនបានគឺប្រាប់ថាមិនបានអត់បាន ហ្នឹង ចា មានអ្នកប្រាប់ទៀត គេចូលរូបគេថា អូ យើងមកសុំគេថាយើងអត់មាននិស័យកាលពីជាតិមុនយើងដូចថាលាស្មើលាមិនចង់បានកូនចង់អីខ្លាចពិបាកផ្លេចវេទនាអញ្ចឹងកូនធ្វើបាបចិត្តដល់ពេលជាតិហ្នឹងយើងសុំគេគេថា គេអត់ គេអត់ឲ្យគេអត់ទទួលគេ ចាំនៅហ្នឹងមានអ្នកចូលរូបទៀតចឹង មានអ្នកនៅស្រុកបង អូចឹងបើយើងសាក់សុំអញ្ចឹងហើយយើងត្រូវទៅខាងទៅខាងនំបតង់ទៀតឬក៏យើងត្រឹមហ្នឹងទេ យើងអត់ទៅមកថ្ងៃពេញបោអញ្ចឹងគេមកចូលរូបយើងមកសុំអញ្ចឹងទៅ អូចាអូចឹងបងប្អូនគេមានរបៀបរបបរបស់គេដែរចាហើយខ្ញុំមកសុំនេះគឺខ្ញុំសុំដែរទៅហើយអើយបងខ្ញុំចង់សួរបន្ថែមទៀតថានៅទីនេះគេធ្វើមួយឆ្នាំមានប៉ុនម្ដងមែនអត់ មួយឆ្នាំមានកម្មវិធីម្ដងដូចថាមានគេកាន់សិស្សដូចថាគេកាន់ផ្សឹងពីថ្ងៃពេញបោខូយើងប៉ុន្តែដឹងថាពេញបោរួមគ្នាធំហ្មងដូចថាមកខោហ្នឹងដឹងតែមករួមគ្នា ចាមកភូមិតទាំងអស់ ចា ហ្មង ចាមកទាំង អូបងប្អូនសប្បាយយ៉ាងណាទេសិតតែមនុស្ស ចា ចាពីព្រោះយើងអត់ដែរដឹងថាខេត្តព្រៃវែងនេះគឺមានកន្លែងមួយដែលហៅថាគេជួបជុំគ្នាក្នុងលក្ខណៈបន់ទានអីមួយចឹងណាចាអញ្ចឹងបងជាអ្នកស្រុកនៅទីនេះផ្ទាល់តែម្ដងឃើញហ្នឹងអ្នកអស់គ្នាបើយើងអត់បានមកជួបគាត់យើងប្រកាសជាអត់ដឹងទេមែនទេបងហ្នឹងហើយចឹងបងហើយកន្លែងនេះគឺខ្ញុំឃើញថាមានកន្លែងដែលសុំពរជាច្រើនកន្លែងមែនតើ ទូលោកយាយ អូនេះទូលោកយាយមិញខ្លោងទ្វារ ចានោះក៏ខ្លោងស្វាលយា ចា យ អូបងប្អូនគេមានទឹករបស់គេទឹកខ្លោងទ្វារ អាសនៈ គ្នា លោកយាយ ចាំបើយើងមកបន់ស្រន់យើងត្រូវបន់កន្លែងមែនទេបង យើងបន់មកកន្លែងទៅដល់ពេលយើងមកលាមាត់លាកយើងមកលាគ្រប់កន្លែងហើយអញ្ជើញទៅព្រះអង្គធំថាយើងដាក់អីមួយអុចធុកទៅនឹងហើយទៅនឹងយ៉ាងយើងទៅអុចព្រះអង្គធំថាអញ្ជើញគាត់ឲ្យទៅរួមគ្នានៅកន្លែងព្រះអង្គធំអញ្ចឹងទៅ ចា យើងអុចធុកនឹងហើយអីហើយបានយើងថាអញ្ជើញទៅព្រះអង្គធំដូចថាយើងដាក់អីមួយអញ្ចឹងទៅ ចាអូយបងអូនដែលដឹងឲ្យបងនេះអធិស្ស្រ័យណាបងឧទាហរណ៍ថាខ្ញុំមកត្រូវមកលាមាត់លាកខ្ញុំត្រូវសួរនាំបងបន្ថែមទៀតណាអញ្ចឹងត្រូវជួយបងមកដែរពីព្រោះខ្ញុំវាអត់ទៅដឹងរឿងច្បាស់នៅត្រង់ទីតាំងដែរ នោះគឺមានតែស្លុកកាហ្វេ ចាអូបងប្អូនមានក្លុកកាហ្វេទៀតចាហើយទៅនេះមានខ្លងទ្វារលោកយាយអីលោកយាយអីបងលោកយាយ នោះគឺដាក់ស លោកយាយម៉ៅចាអូលោកយាយម៉ៅកូនចៅសូមមកដល់ទីតាំងហើយសូមក្តីសុខក្តីចម្រើនត្រឡប់ទៅវិញសូមតែជិបក្តីសុខក្តីចម្រើនទាំងអស់គ្នាចា ទៅសួរបង តាមមកបាយបង អូខំ នេះមកនេះ អូខំអូខំ នេះអូននេះ នេះបានអូខំ2នាក់សិន នេះស្ពាននេះមកនេះបង ចា មកនេះបាយសំខាន់ ចា ឈ្មោះអីគេ ជប់ ចាំនិយាយនេះបងនិយាយនេះឲ្យតិច ចា ថ្ងៃណា អូ ហើយស្ពាននេះគេចង់ធ្វើថ្មី អូ តែពាក់ព័ន្ធជាមួយរឿងរ៉ាវវែងឆ្ងាយអញ្ចឹងទៅគឺសាងអត់បានទេហើយមានបញ្ហាដោយសារការហ្នឹងអ្នកចែរបស់ខ្ញុំនៅខាងដេកអញ្ចឹងទៅគាត់ប្រាប់ថាគេធ្វើស្ពានហ្នឹងទៅវាមានបញ្ហា អូ មានបញ្ហាដល់គ្រោះថ្នាក់ទៀតណាគេឲ្យធ្វើណាតើឥឡូវស្ពាននេះគឺស្ពានចាស់ ចា ឥឡូវគេលាបខាងថ្មីបដែរអញ្ចឹងស្ពាននេះគឺស្ពានពីដើមមកនេះ អូចឹងបានន័យថាទីតាំងនេះគឺទីតាំងចាស់គ្រាន់តែយើងរៀបចំលក្ខណៈថ្មីតែប៉ុណ្្នឹងលាបថ្មីប៉ុន្តែអត់អាចរៀបចំថ្មីមកកន្លែងទៀតបានទេ អត់ទេ អញ្ចឹងអ្នកនរគ្នាគេកន្លែងទីតាំងនេះគឺគេអត់ឲ្យបំពេញទេចាហើយអ្វីដែលកន្លែងដើមកន្លែងដើមរបស់គេគឺនៅតែកន្លែងដើមគាត់ចា តើបងបាទឥឡូវនេះយើងបានពីមុខដល់ក្រោយហ្នឹងគឺបានសម្រេចដូចបំណងអញ្ចឹងណា ចា ដោយសារស្ពាននេះគឺជាស្ពានបុរាណមិនមែនស្ពានថ្មីទេ អូខេបឿនចូលមកមែនតើហើយកាអូយមៀតឡើងដាំងដល់អាយុម៉ាននេះរៀងចាស់ហើយនេះអូខេអូខេហើយហៅគេអញ្ចឹងគេមិនមែនអូខំផងតើបងប្អូនគ្នាយើងបានដើរមើលទីធ្លាគ្រប់កន្លែងហើយអស់ហើយក៏យើងដឹងថាកន្លែងនេះគឺមានកន្លែងស័ក្តិសិទ្ធិជាច្រើនដែរហើយក៏បន់ស្រន់បានដូចបំណងជាច្រើនរូបដែរចាគេថាតាំងពីព្រឹករហូតដល់ល្ងាចគឺមានអ្នកមកសែនថ្វាយលាមាត់លាកជាច្រើនហើយវីដេអូខ្ញុំនៅពេលនេះគឺដល់ទីបញ្ចប់ហើយសូមអរគុណដល់បងប្អូនដែលចូលមើល Channel YouTube របស់ខ្ញុំ Daily Yaso All សូម Subscribe Channel YouTube របស់ខ្ញុំកុំភ្លេចមើលវីដេអូក្រោយៗទៀតណាบ๊ายបายអ្នកនរគ្នាជូនបនជូនកុសលអ្នកនរគ្នាផង